Pri nhá chia là kì bởi dương thì dây ẩm pi sao người ta pri nhá cứ tầm nang pho bây giờ sao thế đó nè mình mấy tầm nang ấy pho bây giờ ai cái chôn ti chốt chả crom tầm nang ấy pho bây giờ một cô rư dạng mạch chẳng vì ở sai từ tám than hiệp này sạch trừ bởi rương trồng toán cứ pho bây giờ sao thế nè vấn tay bởi rương rọt bạo vì ní cứ pho bây giờ ai cái chôn nơi không cá sòng rạch sạch cái đầy đời xa rương rọt bạo vì ní ai từ tám cô cá tòa là cá cam chấnបន្ទុកចំណាយផ្សេងៗជាបន្ទុកចំណាយរបស់គូភាគីមិនមែនជាបន្ទុកចំណាយរបស់រដ្ឋនោះទេប៉ុន្តែរឿងព្រហ្មទណ្ឌបន្ទុកចំណាយជាបន្ទុកចំណាយរបស់រដ្ឋដោយសាររឿងព្រហ្មទណ្ឌតុលាការជាតុលាការសកម្មបរិយាអាជ្ញាជានរណាគេយើងពិនិត្យនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1993បរិយាអាជ្ញាជាម្ចាស់នៃបណ្ដឹងអាជ្ញាមានតែស្ថាប័នអัยការទេទើបជាអ្នកធ្វើបណ្ដឹងអាជ្ញាបានខុសពីនេះមិនអាចធ្វើបានទេពាក្យបណ្ដឹងដែលជនរងគ្រោះប្តឹងទៅអัยការគ្រាន់តែជាពាក្យបណ្ដឹងធម្មតាតែប៉ុណ្ណោះមិនមែនមានន័យថាពាក្យបណ្ដឹងនេះដាក់ទៅនាំឲ្យបណ្ដឹងអាជ្ញាមានចលនាឬក៏ដំណើរការនៃបណ្ដឹងអាជ្ញាដែលជំរុញឲ្យព្រះអាជ្ញាត្រូវតែចោទប្រកាន់នោះទេគឺអត់ទេចឹងព្រះអាជ្ញាតំណាងឲ្យរដ្ឋការពារនៅសណ្ដាប់ធ្នាប់សាធារណៈការពារនៅការធ្វើទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិសុខរបស់ជាតិបើនិយាយជារួមគឺជាអ្នកចោទប្រកាន់រាល់ការប្រព្រឹត្តនៅបទល្មើសព្រហ្មទណ្ឌបទល្មើសព្រហ្មទណ្ឌគឺជាអំពើទាំងឡាយណាដែលបង្កចលាចលដល់សង្គមនេះយើងពិនិត្យក្នុងមាត្រា2នៃក្រមព្រហ្មទណ្ឌនិយាយអំពីនិយមន័យនៅក្នុងន័យនៃបទល្មើសព្រហ្មទណ្ឌជាអំពើរបស់បុគ្គលអាចជារូបវន្តបុគ្គលឬក៏ជានីតិបុគ្គលដែលបង្កចលាចលដល់សង្គមអំពើណាខ្លះមានន័យថាអំពើដែលបញ្ញត្តិជាធរមានកំណត់ថាជាបទល្មើសឧទាហរណ៍ថាប្រភេទបទល្មើសរំលោភខ្សែសន្តិវៈក្នុងមាត្រា239បទល្មើសលួចក្នុងមាត្រា353បទល្មើសមនុស្សឃាតដោយអចេតនាក្នុងមាត្រា207ឃាតកម្មគិតទុកជាមុនក្នុងមាត្រា200ជាដើមដែលកំណត់អំពីបទល្មើសថាវាជាអំពើដែលបង្កចលាចលដល់សង្គមអំពើទាំងអស់នេះជាបទល្មើសកាលណាមានបទល្មើសដឹងដល់អัยការដែលអ្នកបម្រើការងារក្នុងអัยការជាព្រះរាជអាជ្ញាឬក៏ព្រះរាជអាជ្ញារងនៅក្នុងនោះត្រូវតែចំណាត់ការនីតិវិធីក្នុងរឿងនេះការចំណាត់ការនីតិវិធីរបស់អัยការចំណាត់ការតាមរយៈការចោទប្រកាន់ប៉ុន្តែក៏ផ្សារភ្ជាប់ជាមួយនឹងគោលការណ៍នៃការផ្ដល់សិទ្ធិឲ្យអัยការដែរគឺគោលការណ៍កាលានុវត្តភាពតែនៅក្នុងនេះគឺជំរើសនៃការចោទប្រកាន់អញ្ចឹងគាត់អាចចោទឬក៏តម្កល់រឿងទុកឥតចាត់ការបើគាត់ចោទគាត់ធ្វើតាមដីកាសន្និដ្ឋានជូនរឿងឲ្យស៊ើបសួរតែជាក្រុមស៊ើបសួរឬក៏ធ្វើតាមការចោទប្រកាន់ដោយការបង្ហាញខ្លួនភ្លាមឬក៏ធ្វើតាមការបញ្ជូនទៅជំនុំជម្រះផ្ទាល់ប៉ុន្តែនៅក្នុងនេះគឺមានការលម្អិតបញ្ជាក់បន្ថែមណាគាត់ថាខ្ញុំបញ្ជាក់ជូនសិក្ខាកាមយើងនៅសញ្ញាណមួយចំនួនហើយសិក្ខាកាមយើងបានដឹងថាអัยការដែលអ្នកធ្វើការនៅក្នុងស្ថាប័នអัยការហ្នឹងជាព្រះរាជអាជ្ញាជាព្រះរាជអាជ្ញារងហ្នឹងទូនាទីរបស់គាត់ធ្វើអ្វីគឺគាត់ជាម្ចាស់នៃបណ្ដឹងអាជ្ញានឹងឯងជាអ្នកចោទប្រកាន់នឹងឯងជាអ្នកដឹកនាំសម្របសម្រួលមន្ត្រីនគរបាលយុតិធម៌នៅពេលដែលមានបទល្មើសព្រហ្មទណ្ឌមួយកើតឡើងបាទជាអ្នកស្នើសុំឲ្យតុលាការអនុវត្តច្បាប់ជាអ្នកអនុវត្តនៅសេចក្តីសម្រេចរបស់តុលាការដែលជាប្រភេទសាលក្រមសាធិការចូលជាស្ថាពរហើយគឺគាត់អនុវត្តសេចក្តីសម្រេចហ្នឹងក្នុងរឿងព្រហ្មទណ្ឌដើម្បីយក
toàn đấtយកមកផ្ដន់ទាទោសតាមអំណាចនៃសេចក្តីសម្រេចរបស់តុលាការឬក៏សេចក្តីសម្រេចរបស់ចក្រម